បងប្អូនដឹងទេបងប្អូនកំពុងតែប្រើកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់យើងឬក៏ក្នុងហាងរបស់យើងនោះតើដឹងទេថាកំពុងតែជួបនៅបញ្ហាអ្វីខ្លះអញ្ចឹងខ្ញុំមាន3ចំណុចក្រែងរំលឹកទៅបងប្អូនដែលកំពុងតែប្រើប្រាស់ជាមួយនឹងកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះឬក៏ហាងដែលយើងកំពុងតែរកស៊ីនោះអញ្ចឹងចំណុចទី1គឺតាមដានមើលនៅលើអេក្រង់ monitor ឬក៏ទូរទស្សន៍តើមានមុខងារជា icon ក្នុងការ record ភ្ជាប់ជាមួយនឹងកាមេរ៉ានៅលើទូរទស្សន៍ដែរឬទេអាហ្នឹងចំណុចទី1ដែលយើងត្រូវមើលតែម្ដងហើយចំណុចទី2នៅលើទូរស័ព្ទដៃរបស់បងប្អូនណាមើលតើមានបាត់រូបភាព channel កាមេរ៉ាមួយណាដែរឬអត់ដែលយើងបានភ្ជាប់មកជាមួយនឹង Hit Connect ដែលប្រើអាចទៅ view មើលកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់យើងឬក៏ក្នុងហាងរបស់យើងនោះហើយចំណុចទី3នោះទៀតតាមដានមើលនៅក្នុងការ record ប្រចាំថ្ងៃបាទការ record ប្រចាំថ្ងៃនោះគឺមានសារៈសំខាន់ខ្លាំងណាស់អញ្ចឹងរាល់មានការ record ក្នុងថ្ងៃតែម្ដងគឺវាមាននិមិត្តសញ្ញាឲ្យយើងពិនិត្យមើលដឹងថាក្នុងថ្ងៃនោះមានការ record ដែរឬអត់អញ្ចឹង3ចំណុចធំនេះអ្នកទាំងអស់គ្នាតើបានធ្វើឬនៅហើយចង់ដឹងឲ្យកាន់តែស៊ីជម្រៅតើចំណុចកន្លែងណាដែលគួរតែមើលហើយមើលនៅកន្លែងណានោះអាច comment សាកសួរព័ត៌មានពីខ្ញុំនៅក្នុង comment ក្រោមវីដេអូមួយនេះ